bọn nó cái này mình đang on cái mà thể hiện cho công pray rồi bỏ xiêm đạiประมาณ ngày muốn đại vi cho mục một lục pu để con tập trung mục đại còn mình bây chừng này chứ mùi nâng cặp cái già pray nâng biện sầm đây chêประมาณ con trong bộ việc lời ní từ bàn khang thằng lừa xiêm viên nâng độ bộ việc tranh bị đập bắn là ngay sau đó thằng đập bắn bắn nè hay khăn ông nút còn miên mê trong mùi nè cho con bắp xa ní chỉ nè ao đại ao cho từng cái mớ chứ mùi nâng tùng vơ pil con trái viên nâng mà chê ประมาณ một chê ประมาณ lục pu để chỉ đại con tập trung một giường nângហើយទៅធ្វើអស់នេះបងប្អូននឹងទេនឹងថ្ងៃគឺត្បូងខ្ញុំធ្វើអត់ចាញ់ទេខ្ញុំធ្វើខ្ញុំយំខ្ញុំសំណោះឪពុកយើងឪពុកគេនៅពេលដែលគាត់ខំប្រឹងធ្វើដើម្បីប្រទេសជាតិត្រូវបានជាតិសាសន៍ដេរឆាននេះមើងងាយបងប្អូនខ្ញុំធ្វើអត់ចាញ់ទេនៅថ្ងៃនេះខ្ញុំធ្វើហើយក៏ខ្ញុំទុកទឹកភ្នាក់ចង់រួចទង្វើអស់នេះវាប្រមាថគាត់ខ្លាំងណាស់ប៉ុន្តែដូចnhưខ្ញុំនិយាយចឹងកម្មពីវានឹងហុចផលតបស្នងឲ្យពួកវាមួយគុណនឹង100ដងឥឡូវនេះលទ្ធផលកំពុងតែហុចក្លែបកាយហើយក៏ព័ត៌មាននៅក្នុងប្រទេសសៀមនេះផ្សាយលើកពីគុណសម្បត្តិក្រុមពួកអាដាម7ក្បាលហ្នឹងថាខំបើពួកវានឹងហៅជាផ្សេងអាមេនេះអាពីលនេះនេះអាពីលនេះវាបានចេញទៅវាបានដឹកនាំក្រុមដើម្បីទន្ទ្រានលើទឹកដីខ្មែរយើងនៅតំបន់ផ្ទះ3ខ្នងជាមួយនឹងថ្មដាហ្នឹងគឺសិទ្ធិគុណសម្បត្តិរបស់អាព្រៃហ្នឹងហើយតែហេតុអ្វីត្រូវដូរចេញទៅអញ្ចឹងបងប្អូនដឹងទេថាហេតុអ្វីត្រូវដូរដោយសារតែទង្វើពួកវានៅថ្ងៃដែលក្រុម AOT ខ្មែរយើងអញ្ជើញទៅហ្នឹងណាគឺបើកបង្ហាញឲ្យឃើញច្បាស់ណាស់ថាពួកវាចូលរួមដៃជាមួយនឹងអាកាន់ចំកម្លាំងនេះធ្វើចរិតអន្តពាននឹងរំលោភបាត់ឈប់បាញ់ទង្វើអស់ហ្នឹងគឺសិតតែជាទង្វើញុះញង់ទង្វើអស់ហ្នឹងគឺសិតតែជាទង្វើថោកទាបដែលគ្មានជាតិសាសន៍ណាចកុំប្រៃដោយអាជាតិសាសន៍ដេរឆានហ្នឹងទេវានាំគ្នាខឹងថ្នាក់លើរបស់សៀមហ្នឹងថាមិនត្រូវដកមិនត្រូវធ្វើតាមខ្មែរមិនមែនធ្វើតាមខ្មែរទេដោយសារវាធ្វើនេះដើម្បីចង់លៀងឈ្មោះកុំឲ្យអាក្រក់ក្នុងភ្នែកអន្តរជាតិទៀតដោយសារតែថ្នាក់ដឹកនាំយើងប្តឹងវារួចហើយជាមួយនឹងទង្វើនិងអាកប្បកិរិយាថោកទាបរបស់ពួកវាហ្នឹងដូចនឹងខ្ញុំតែងតែនិយាយចឹងអាកាន់ចំកម្លាំងនេះក៏ជាមនុស្សម្នាក់ដែលតែងតែបង្កើតផុសតាងឲ្យខាងខ្មែរយើងដែរកាលពីចំនួនឡានដឹកអាចក៏អានេះត្រូវបានធ្វើផុសតាងឲ្យយើងមកសារឲ្យដែរប៉ុន្តែទេពេលដែលថ្នាក់លើយើងធ្វើឯកសារប្តឹងវាទៅកាន់អង្គការសិទ្ធិមនុស្សមកវានាំគ្នាប្រកែកថាក្រមទាហានវាបានចូលរួមដឹងឮជាមួយទេគឺទង្វើអស់នេះគឺក្រុមអាកាន់ចំកម្លាំងធ្វើតែឯងទេប៉ុន្តែនៅថ្ងៃមុននេះវាចូលរួមពេញថឹងជាមួយនឹងអាកប្បកិរិយាពីលនៅមុខ AOT តើវាប្រកែកអីបានទៀតអញ្ចឹងហើយទើបខ្ញុំតែងតែនិយាយថាសូមជឿជាក់លើការធ្វើការរបស់ថ្នាក់ដឹកនាំខ្មែរយើងបងប្អូនគ្រាន់តែផាត់នឹងពីថ្ងៃបងប្អូនឃើញទេដូរក្បាលដកពួកវាចេញហើយឮថាអាមេក្រុមនឹងត្រូវបានតម្លាក់តំណែងទៀតតែខ្ញុំនឹងចាំមើលថាតើព័ត៌មាននឹងពិតឬមិនពិតតែគាត់ថាព័ត៌មានជាច្រើនគេគ្រាន់តែនិយាយថាបានផ្លាស់ប្ដូរវាទីតាំងវាចេញទៅឲ្យទៅខាងដោះមីនដោះអីអញ្ចឹងណាវាអត់ត្រូវចំកន្លែងដែររសើបនិយាយចំហើយអាចកុំបាត់ផ្សារដែលវាច្អល់មុខលពូថ្ងៃមុនហ្នឹងក៏ត្រូវបានថ្នាក់លើវាហ្នឹងជេរស្ដីឲ្យជាមួយនឹងអាកប្បកិរិយាពីលគេសម្ដែងទៅផ្សាយបែបអញ្ចឹងតែគ្មានទេទាំងក្រុមពួកវាគឺសណ្ដានឆ្កែទាំងអស់ហ្នឹងបើមិនមានការបើកដៃឲ្យពួកវាទេក៏អាពួកពីលនេះវាមិនហ៊ានមកធ្វើអញ្ចឹងដែរណាមែនទេបងប្អូនអរគ្នាប៉ុន្តែវាជារឿងមួយដែលល្អដូចខ្ញុំតែនិយាយអញ្ចឹងពួកយើងអត់ធ្មត់ដោយសារតែពួកយើងបញ្ជិះសង្គ្រាមពួកយើងអត់ធ្មត់ដោយសារតែពួកយើងចង់បានលទ្ធផលមួយដែលល្អអញ្ចឹងពួកយើងត្រូវតែជឿជាក់លើការធ្វើការពួកគាត់បងប្អូនមិនអាចសំបីតែបាត់ដី1ម៉ែត្រវាជារឿងមួយដែលខ្ញុំត្រូវតែចូលលើកលការនៅកណ្ដាលខ្ញុំអត់កាន់ខាងណាហើយខ្ញុំជឿជាក់លើការធ្វើការរបស់គាត់ដោយសារតែខ្ញុំចេះភាសាសៀមបងប្អូនត្រូវតែជឿថាមកដល់ចំនួននេះ social media ប៉ុណ្ណេះហើយលោកមិនអាចធ្វើឲ្យបាត់ដីបាននោះទេបងប្អូនត្រូវតែយល់អញ្ចឹងបងប្អូនគិតថាបើសិនជាធ្វើឲ្យបាត់ដីដោយពួកអាក្បត់ជាតិវានិយាយអស់នោះថាតើពួកគាត់អាចឈរជើងបានដែរអីប្រជាជន17លាននាក់មិនអាចបដៅឲ្យគាត់ធ្វើឲ្យបាត់ដីបាននោះទេគាត់នៅគិតតែប៉ុណ្្នឹងប៉ុន្តែបងប្អូនត្រូវតែទុកពេលឲ្យពួកគាត់ធ្វើការបងប្អូនត្រូវតែយល់ថាការដោះស្រាយព្រំដែនគឺជារឿងមួយដែលត្រូវប្រើពេលណាបងប្អូនយើងព្រមបន្ទោផ្ទះទូចមួយផងយើងនៅប្រើពេលប្រហែលឆ្នាំចោះពេលវេលាសម្រាប់ព្រំដែននេះគ្រាន់តែថាពួកយើងជាប្រជាជនខ្មែរត្រូវតែតាមដានឲ្យជាប់ជាមួយនឹងព័ត៌មានអស់ហ្នឹងត្រូវទេបងប្អូននេះគឺជាអ្វីដែលនឹងខ្ញុំសូមចិត្តឲ្យបងប្អូនត្រូវតែឈរជាកម្លាំងរួមទើបបានយើងអាចឈ្នះសត្រូវបានបងប្អូនដឹងទេដើមឈើធំមួយបើសិនជាយើងយកកម្លាំងមួយទៅរុនណាតើវាអាចនឹងកើជ្រុះស្លឹកអត់ទេតែបើយើងយកកម្លាំងរួមគ្នាទាំងអស់គ្នាទៅជួយរុញឲ្យដើមឈើហ្នឹងណាប្រកាសណាស់គឺដើមឈើហ្នឹងនឹងជ្រុះស្លឹកអស់ដោយសារតែកម្លាំងខ្លាំងក្លានៃការសាមគ្គីគ្នានេះគឺជារឿងមួយដែលបងប្អូនគួរតែយល់អូยกูก็ดูข่าวนี้เนาะเป็นไงล่ะได้ยินว่า17คนโดนย้ายที่ใช่ไหมกูก็พูดมาเรื่อยๆนะว่าการกระทำชั่วของพวกมึงนี่หนีกฎหมายไม่ได้ค่ะแล้วพวกมึงไม่ต้องมาทำแสดงละครอะไรอีหรอกนะ AOT นานาชาติเขาเห็นหมดแล้วการกระทำชั่วของพวกมึงกับประเทศของกูแล้วไอ้เรื่องที่เกิดขึ้นมาเนี้ยพวกมึงไปหาสาเหตุมาจากอะไรไปเสิร์ฟหาดิไอ้กันจอมพลังนี่มันตัวดีนะเรื่องรถบรรทุกขี้เรื่องนึงแหละ
ที่มันน่ะทำให้ประเทศไทยเสียชื่อเสียงสมองอันนี้มันเป็นสมองเดรัจฉานมันเป็นสมองอันตพาลมันคิดอะไรออกแค่พ่อค้าขายก๋วยเตี๋ยวอะนะมันคิดได้แต่เรื่องชั่วมันคิดได้แต่เรื่องพอค้าขายอยู่ในตลาดธรรมดาใช่มันมาเป็นฮีโร่มันจะทำให้ประเทศชาติไทยที่เมื่อก่อนน่ะเป็นผู้ที่มีความรู้อยู่เยอะแยะแต่ตอนนี้กลับมาเป็นพวกอันตพาลจะทั้งประเทศแล้วเพราะว่าฮีโร่ในประเทศไทยมีแต่พวกอันตพาลนะพวกมึงไม่เชื่อกูปัจจุบันเขาอยู่กับกฎหมายไม่ใช่ว่าปัจจุบันเขาจะอยู่กับสันดานโจรเดรัจฉานมึงต้องรู้นะถ้าไม่มีกฎหมายคิดเหรอว่าไอ้17 ตัวนั้นน่ะโดนเขาเอาย้ายทีอ่ะไม่หรอกค่ะเพราะว่าพวกมันทั้งหมดนั้นในกองทัพทหารสยามมันรวมมือกันแต่นี่มันแสดงแค่ให้ไอโอที่เห็นว่าพวกมันไม่รู้เรื่องเห็นไหมเนี่ยแค่รู้เรื่องก็โดนก็ทำโทษพวกมันแล้วแค่นี้เนาะแต่กูก็ยังรอดูว่าความชั่วของพวกมึงอะจะเจออะไรอีกกูก็พูดแล้วว่าพวกมึงต้องรอดูนะว่าความชั่วพวกมึงจะรับกรรมแบบไหนยังมีอีกเยอะแล้วไอ้สมองคีเนี่ยมึงตัวดีมึงทำให้2 ประเทศเนี่ยอยู่สงบไม่ได้นะมึงเนี่ยเป็นตัวดีมากที่จะทำให้ทั้ง2 ประเทศเนี่ยทำตามกฎหมายไม่ได้มึงรอดูว่าเวรกรรมมีจริงไหมนะระวังตัวมึงระวังตัวให้ดีๆนะระวังรถชนตายหาตายโหงหรือก็เจออุบัติเหตุอะไรสักอย่างนั่นแหละนะไอชาติชั่ว